បច្ចេកវិទ្យាអ៊ីរ៉ង់ភាពរីកចម្រើននៅក្នុងសម័យសង្គ្រាមនិងការដាក់ទណ្ឌកម្មប្រទេសអ៊ីរ៉ង់បានប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនិងភាពតានតឹងផ្នែកនយោបាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយទោះបីជាមានឧបសគ្គទាំងនេះក៏ដោយអ៊ីរ៉ង់បានបង្ហាញពីសមត្ថភាពគួរឲ្យកត់សម្គាល់នៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផ្ទាល់ខ្លួនជាពិសេសនៅក្នុងវិស័យយោធានិងវិស័យស៊ីវិលសំខាន់ៗមួយចំនួនការដាក់ទណ្ឌកម្មបានជំរុញឲ្យអ៊ីរ៉ង់ពឹងផ្អែកលើខ្លួនឯងនិងបង្កើនការច្នៃប្រឌិតនៅក្នុងស្រុកដើម្បីបំពេញតម្រូវការការពារជាតិនិងការលើកស្ទួយគុណភាពជីវិតប្រជាជននៅក្នុងវីដេអូនេះនឹងស្វែងយល់ឲ្យបានស៊ីជម្រៅអំពីបច្ចេកវិទ្យាគន្លឹះទាំងឡាយណាដែលអ៊ីរ៉ង់កំពុងអភិវឌ្ឍនិងដាក់ឲ្យប្រើប្រាស់នៅក្នុងអំឡុងពេលដ៏លំបាកនេះដោយបង្ហាញពីភាពធន់និងភាពប៉ិនប្រសប់របស់ខ្លួននៅក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាពសម្រាប់ការច្នៃប្រឌិត1បច្ចេកវិទ្យាយោធាជឿនលឿនវិស័យយោធាគឺជាផ្នែកមួយដែលអ៊ីរ៉ង់បានវិនិយោគយ៉ាងច្រើននៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាដោយសារតែតម្រូវការការពារជាតិនិងការដាក់ទណ្ឌកម្មដែលរារាំងការនាំចូលអាវុធទំនើបបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបែប Drone Technology អ៊ីរ៉ង់បានក្លាយជាមហាអំណាចមួយនៅក្នុងចំណោមមហាអំណាចឈានមុខគេលើពិភពលោកនៅក្នុងការអភិវឌ្ឍនិងផលិតយន្តហោះគ្មានមនុស្សបែប UAV យន្តហោះគ្មានមនុស្សបែបរបស់អ៊ីរ៉ង់ជាពិសេសប្រភេទ Shahed 136និងមហាជើងTen បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងលើឆាកអន្តរជាតិ Shahed 136នេះគឺជាយន្តហោះគ្មានមនុស្សបែបវាយប្រហារដែលត្រូវប្រើប្រាស់យ៉ាងទូលំទូលាយបំផុតរបស់អ៊ីរ៉ង់វាត្រូវបានរចនាឡើងជាចម្បងដើម្បីបំបីប្រព័ន្ធការពារដែនអាកាសនិងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់វាជាប្រភេទយន្តហោះគ្មានមនុស្សបែបវាយប្រហារផ្លូវមួយ one way attack loitering munition ដែលមានសមត្ថភាពហោះហើរនៅក្នុងរយៈចម្ងាយឆ្ងាយមហាជើង 10 យន្តហោះគ្មានមនុស្សបែបនេះត្រូវបានគេរាយការណ៍ថាមានសមត្ថភាពហោះហើរ24ម៉ោងអាចផ្ទុកបន្ទុក300គីឡូក្រាមនិងមានរយៈចម្ងាយប្រតិបត្តិការ2000គីឡូម៉ែត្រវាត្រូវបានបំពាក់ដោយប្រព័ន្ធឆើការនិងប្រព័ន្ធវាយប្រហារការប្រើប្រាស់យន្តហោះគ្មានមនុស្សបែបទាំងនេះបានបង្ហាញពីប្រសិទ្ធភាពរបស់វាជាពិសេសនៅក្នុងការវាយប្រហារគោលដៅនិងការប្រមូលព័ត៌មានស៊ើបការអ៊ីរ៉ង់ក៏បានបន្តអភិវឌ្ឍយន្តហោះគ្មានមនុស្សបែបប្រភេទផ្សេងៗទៀតរួមទាំងយន្តហោះគ្មានមនុស្សបែបប្រយុទ្ធដែលមានតម្លៃទាបបច្ចេកវិទ្យាមីស៊ីល Missile Technology អ៊ីរ៉ង់មានកម្មវិធីមីស៊ីលដ៏ទូលំទូលាយនិងរីកចម្រើនដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រការពារជាតិរបស់ខ្លួនការដាក់ទណ្ឌកម្មបានជំរុញឲ្យអ៊ីរ៉ង់អភិវឌ្ឍមីស៊ីលផ្ទាល់ខ្លួនដែលផ្ដោតទៅលើការបង្កើនភាពជាក់លាក់ជួរនិងសមត្ថភាពគេចវេះពីការការពារដែនអាកាសមីស៊ីល Hypersonic Fata អ៊ីរ៉ង់បានបង្ហាញពីមីស៊ីល Hypersonic ជំនាន់ថ្មីរបស់ខ្លួនគឺ Fata 1 និង Fata 2មីស៊ីលទាំងនេះមានសមត្ថភាពហោះហើរនៅក្នុងល្បឿនលើសពី Mach 5ដែលធ្វើឲ្យវាពិបាកនៅក្នុងការស្ទាក់ចាប់ Fata 2 Hypersonic AGV ដែលអាចធ្វើសមយុទ្ធនៅក្នុងអំឡុងពេលហោះហើររួមទាំងការផ្លាស់ប្ដូរគន្លងរបស់វាដោយបញ្ឆេះដំណាក់កាលទី2ការកែលម្អមីស៊ីលអ៊ីរ៉ង់បានធ្វើឲ្យប្រសើរឡើងនៅថាមពលមីស៊ីលរបស់ខ្លួនដោយផ្ដោតទៅលើបច្ចេកវិទ្យាឥន្ធនៈរឹង Solid Fuel Technology ការបង្កើនភាពចល័តសម្រាប់ការដាក់ពង្រាយលឿនជាងមុននិងក្បាលគ្រាប់ដែលអាចធ្វើសមយុទ្ធដែលត្រូវបានរចនាឡើងដើម្បីគេចពីការការពារបញ្ញាសិប្បនិម្មិត AI នៅក្នុងសង្គ្រាមការប្រើប្រាស់ AI នៅក្នុងប្រតិបត្តិការយោធាកំពុងកើនឡើងជាលំដាប់ហើយអ៊ីរ៉ង់ក៏កំពុងចាប់ផ្ដើមបញ្ចូល AI ទៅក្នុងយុទ្ធសាស្ត្រយោធារបស់ខ្លួនផងដែរអាចត្រូវបានប្រើប្រាស់ការកំណត់អត្តសញ្ញាណគោលដៅនិងការវិភាគទិន្នន័យស៊ើបការនិងការគ្រប់គ្រងការសម្រេចចិត្តដែលអាចផ្លាស់ប្ដូរទម្រង់នៃសង្គ្រាមនាពេលអនាគត2បច្ចេកវិទ្យាស៊ីវិលនិងការច្នៃប្រឌិតនៅក្នុងស្រុកក្រៅពីវិស័យយោធាអ៊ីរ៉ង់ក៏បានបន្តអភិវឌ្ឍបច្ចេកវិទ្យាស៊ីវិលសំខាន់ជាច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅក្នុងស្រុកនិងការកាត់បន្ថយការពឹងផ្អែកលើបរទេសបច្ចេកវិទ្យា Nano Technology អ៊ីរ៉ង់បានធ្វើឲ្យបច្ចេកវិទ្យា Nano ជាអាទិភាពមួយនៅក្នុងប្រមាណឆ្នាំចុងក្រោយនេះដោយសម្រេចបានជោគជ័យគួរឲ្យកត់សម្គាល់អ៊ីរ៉ង់ជាប់ចំណាត់ថ្នាក់លេខ4លើពិភពលោកនៅក្នុងការស្រាវជ្រាវ Nano ការច្នៃប្រឌិតបច្ចេកវិទ្យា Nano បានបង្កើតបាន 19% នៃការច្នៃប្រឌិតរបស់អ៊ីរ៉ង់នៅក្នុងឆ្នាំ2024អ៊ីរ៉ង់បានផលិតអត្ថបទសិក្សា1860នៅក្នុងបច្ចេកវិទ្យា Nano ដែលជាប់ចំណាត់ថ្នាក់លេខ6នៅលើពិភពលោកកម្មវិធីវិទ្យាសាស្ត្រអ៊ីរ៉ង់បានណែនាំថ្នាំប្រឆាំងមហារីកដែលអាចចាក់ដោយផ្អែកទៅលើបច្ចេកវិទ្យា Nano ដំបូងគេបង្អស់គឺសេនាដូសូសុនការប្រើប្រាស់ថ្នាំ Nano ប្រឆាំងមហារីកនៅក្នុងស្រុកនេះបានជួយសន្សំសំចៃប្រាក់អ៊ីរ៉ង់ប្រហែល$120 លាននៅក្នុងឆ្នាំ2024
បច្ចេកវិទ្យាវិទ្យាសាស្ត្រ Medical Technology ការដាក់ទណ្ឌកម្មបានជំរុញឲ្យអ៊ីរ៉ង់បង្កើនការផលិតឱសថនិងឧបករណ៍វិទ្យាសាស្ត្រនៅក្នុងស្រុកក្រៅពីថ្នាំណាណូប្រឆាំងមហារីកអ៊ីរ៉ង់ក៏បានធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងការផលិតថ្នាំបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតផងដែរការផ្ដោតលើការស្រាវជ្រាវនិងការអភិវឌ្ឍនៅក្នុងស្រុកបានជួយឲ្យអ៊ីរ៉ង់ឲ្យសម្រេចបាននូវកម្រិតខ្ពស់នៃការពឹងផ្អែកលើខ្លួនឯងនៅក្នុងវិស័យសុខាភិបាលបច្ចេកវិទ្យាកសិកម្មអគ្គិសនីនិងសន្តិសុខស្បៀងគឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់អ៊ីរ៉ង់ជាពិសេសដោយសារតែការដាក់ទណ្ឌកម្មនិងបញ្ហាខ្វះខាតទឹកទោះបីជាយ៉ាងណាក៏ដោយអ៊ីរ៉ង់ក៏កំពុងព្យាយាមអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មដើម្បីបង្កើនផលិតកម្មនៅក្នុងស្រុកឧបសគ្គចម្បងនៅក្នុងការសម្រេចបានសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពរួមមានការខ្វះខាតទឹកការពឹងផ្អែកលើការនាំចូលនិងសម្ពាធអន្តរជាតិសង្គ្រាមនិងវិបត្តិនៅក្នុងតំបន់ក៏បានប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់និងប្រេងឥន្ធនៈដែលជាកត្តាសំខាន់សម្រាប់ការផលិតកសិកម្មយុទ្ធសាស្ត្រអ៊ីរ៉ង់បានកំពុងស្វែងរកយុទ្ធសាស្ត្រដើម្បីកាត់បន្ថយការពឹងផ្អែកលើបរទេសនិងបង្កើនផលិតកម្មកសិកម្មនៅក្នុងស្រុកតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនិងការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាពកម្មវិធីអវកាសនិងបច្ចេកវិទ្យានុយក្លេអ៊ែរអ៊ីរ៉ង់មានកម្មវិធីអវកាសផ្ទាល់ខ្លួនដែលរួមមានការបាញ់បង្ហោះផ្កាយរណបនិងការអភិវឌ្ឍបច្ចេកវិទ្យាពាក់ព័ន្ធក្រៅពីនេះអ៊ីរ៉ង់ក៏មានកម្មវិធីនុយក្លេអ៊ែរដែលខ្លួនអះអាងថាសម្រាប់គោលបំណងសន្តិភាពដូចជាការផលិតថាមពលនិងកម្មវិធីវិទ្យាសាស្ត្រទោះបីជាមានការចម្រូងចម្រាសក៏ដោយអ៊ីរ៉ង់បានបន្តការស្រាវជ្រាវនិងអភិវឌ្ឍនៅក្នុងវិស័យទាំងនេះ3ភាពធន់នឹងការពឹងផ្អែកលើខ្លួនឯងការដាក់ទណ្ឌកម្មរបស់លោកខាងលិចជាពិសេសពីសហរដ្ឋអាមេរិកបានជះឥទ្ធិពលដល់សេដ្ឋកិច្ចអ៊ីរ៉ង់អស់ជាច្រើនទសវត្សរ៍មកហើយទោះជាយ៉ាងណាក៏ដោយស្ថានភាពនេះក៏បានជំរុញឲ្យអ៊ីរ៉ង់បង្កើនការផលិតនៅក្នុងស្រុកនិងការពឹងផ្អែកលើខ្លួនឯងនៅក្នុងវិស័យបច្ចេកវិទ្យាជាច្រើនការជំរុញការច្នៃប្រឌិតនៅក្នុងស្រុកការរឹតបន្តឹងលើការនាំចូលបានបង្ខំឲ្យអ្នកវិទ្យាសាស្ត្រនិងវិស្វករអ៊ីរ៉ង់អភិវឌ្ឍដំណោះស្រាយផ្ទាល់ខ្លួនដែលនាំឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងវិស័យដូចជាយោធាវិទ្យាសាស្ត្រនិងណាណូបច្ចេកវិទ្យាការសន្សំសំចៃការផលិតបច្ចេកវិទ្យានិងផលិតផលនៅក្នុងស្រុកបានជួយឲ្យអ៊ីរ៉ង់សន្សំសំចៃរូបិយប័ណ្ណបរទេសយ៉ាងច្រើនដែលជាការសំខាន់នៅក្នុងបរិបទនៃការដាក់ទណ្ឌកម្មសរុបមកប្រទេសអ៊ីរ៉ង់បានបង្ហាញពីភាពធន់និងសមត្ថភាពច្នៃប្រឌិតដ៏អស្ចារ្យនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនទោះបីជាស្ថិតនៅក្នុងស្ថានភាពសង្គ្រាមនិងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក៏ដោយពីយន្តហោះគ្មានមនុស្សអើកទំនើបនិងមីស៊ីហៃፐរសូនិករហូតដល់ការរីកចម្រើននៅក្នុងបច្ចេកវិទ្យាណាណូវិទ្យាសាស្ត្រនិងកម្មវិធីអវកាសអ៊ីរ៉ង់បានបន្តជំរុញព្រំដែននៃបច្ចេកវិទ្យាការផ្ដោតលើការពឹងផ្អែកលើខ្លួនឯងនិងការច្នៃប្រឌិតនៅក្នុងស្រុកមិនមែនត្រឹមតែពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួនប៉ុណ្ណោះទេប៉ុន្តែក៏បានរួមចំណែកដល់ការអភិវឌ្ឍវិស័យស៊ីវិលនិងការរក្សាសន្តិសុខជាតិផងដែរភាពប៉ិនប្រសប់របស់អ៊ីរ៉ង់នៅក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាការឡានវត្តភាពសម្រាប់ការច្នៃប្រឌិតគឺជាភស្តុតាងនៃស្មារតីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏រឹងមាំរបស់ខ្លួន